ឆ្នាំ2022 Manchester City បានចុះហត្ថលេខា Haaland គ្រូ Pep Guardiola បង្កើតយុទ្ធសាស្ត្រ Killer No. 4 ដើម្បីបង្កើតប្រអួងសុទ្ធរូបនេះ Haaland លេង Premier League បាល់ទាត់លំដាប់អាយុ22ឆ្នាំបំបីកំណត់ត្រាចាស់38គ្រាប់គាត់សុទ្ធ36គ្រាប់ក្នុងរដូវកាលគេក្លាយជាកីឡាករដំបូងសុទ្ធ hat-trick 4 ដងក្នុង EPL នៅរដូវកាលតែមួយ Haaland ពិតជាធ្វើឲ្យគេខ្លាចនៅពិភព UCL ឆ្នាំ2023គាត់ជាតារាង Top Scorer បន្ទាប់បន្សំសុទ្ធជាង12គ្រាប់ Man City ឈ្នះ Champions League ជាលើកដំបូងក្នុងប្រវត្តិសាស្ត្រឆ្នាំ2023 Haaland ឈ្នះ Treble EPL plus FA Cup plus UCL គេបាន Ballon d'Or Runner Up FIFA Best Player Nomination និងស្ទើរតែបំបីកំណត់ត្រាដែលមិនអាចបំបីបានពីក្មេងតូច Brian ទៅកីឡាករដ៏គួរឲ្យភ្ជាប់ផ្អើលឬនងនៅសម័យយើង Erling Haaland មិនត្រឹមតែជាគូដៅសុទ្ធគាត់ជាសញ្ញារបស់របៀបលេងបាល់ទាត់សម័យថ្មីនេះគឺជាសម័យរឿង Haaland the Machine